ផ្ដាំសាច់រឿង chapter ទី6របស់យើងក៏ឃើញថាអំស៊ីកំពុងនិយាយរៀបរាប់ថាដើម្បីព័ត៌មាននៃផ្លូវដំណាក់កាលទី1 15000 ម៉ែត្របន្ទាប់ពី3000 ម៉ែត្រពីឆ្នេរវាបន្តិចមកយើងនឹងទៅដល់ដីភ្នំដែលប្រាក់រង្វាន់$10000នឹងការបន្ថែម bonus 1 ម៉ោងបន្ទាប់ពីឆ្លងកាត់បាន3គីឡូម៉ែត្រពួកគេនឹងទៅដល់ទន្លេស្ងួតដែលវាគឺជាភ្នំដែលមានខ្យល់បក់យ៉ាងខ្លាំងកើតឡើងប្រហែល50ម៉ែត្រហើយចុះពីតាមភ្នំ Bruce ឆ្លងកាត់កសិដ្ឋានដែលគេបោះបង់ចោលវានឹងក្លាយទៅជាផ្លូវត្រង់មានប្រវែង2000ម៉ែត្រហើយយើងនឹងឃើញព្រះវិហារកាតូលិកពីទីនោះកាត់មកចៃរ៉ូកំពុងតែប្រណាំងវិញគាត់មិនបានទម្លាក់នៅល្បឿនរបស់គាត់ទេគាត់នៅតែជាអ្នកនៅខាងមុខរីឯ Diego វិញគឺនៅតែតាមចៃរ៉ូគៀកយ៉ាងជាប់រីឯ Johnny វិញគឺនៅខាងក្រោយ Diego ដោយសារខ្លួនជាអ្នកប្រណាំងជើងចាស់ក៏ស្គាល់ថានោះគឺជា Diego Brando ហើយក៏ដឹងថា Diego នឹងដេញពីខាងស្ដាំហើយបត់ទៅខាងឆ្វេងដើម្បីឈ្នះចៃរ៉ូដោយសារតែ Diego ជាព្រះរាជបុត្រនៃប្រទេសអង់គ្លេសហើយក៏ជាអ្នកប្រណាំងលំដាប់ពិភពលោកទៀតនោះ Johnny ក៏សង្ស័យថាប្រហែលចៃរ៉ូមិនអាចយកឈ្នះ Diego បានទេ Diego ក៏បាននិយាយថាខ្លួនក៏ភ្ញាក់ផ្អើលដែរអំពីការគេចរួចផុតពីការវាយប្រហាររបស់រំបាញ់មិញប៉ុន្តែមើលទៅអាម្នាក់នេះប្រហែលជាអ្នកទៅចេះដំបងនោះទេចៃរ៉ូក៏បានងាកមើល Diego ប៉ុន្តែមួយសន្ទុះក្រោយមកក៏បានវត្តមានរបស់ Diego បាត់ឈើងដែលធ្វើឲ្យចៃរ៉ូឆ្លោះជាខ្លាំងភ្លាមនោះ Diego ក៏លេចឡើងនៅខាងឆ្វេងដៃរបស់ចៃរ៉ូដែលគៀកជើងពីមុនទៀតហើយ Diego ក៏បានមកស្មើចៃរ៉ូដែល Johnny បានគិតពិតជាត្រូវហើយក៏ឃើញថា Diego បានរៀបរាប់ពិសេសដែលយើងដឹងថា Diego គឺពិតជាដឹងច្បាស់អំពីសេះពិតមែនសំជា Dio ចាប់ជាតិពិតមែន Diego ក៏ដឹងថារាល់ពេលដែលសេះរបស់ចៃរ៉ូដងហើម8ដងវានឹងបត់កទៅខាងឆ្វេងម្ដងហើយវានឹងទម្លាក់ល្បឿនរបស់វាផងដែរដែល Diego បានរៀបរាប់ចំនួនរបស់ដង្ហើមរបស់សេះពេលដែលសេះងាកក្បាលរបស់វាទៅខាងឆ្វេងភ្លាម Diego បានបោសេះរបស់ខ្លួនយ៉ាងលឿនហើយក៏បានផុតចៃរ៉ូហើយ Diego បាននិយាយថាធ្វើតែប៉ុណ្្នឹងប្រមាណដងទៀតចៃរ៉ូតាមគាត់លេងតាន់ហើយវាក៏ធ្វើឲ្យសេះរបស់ Diego អស់ថាមពលតិចជាងមុនផងដែរក៏លេងមកចោលនេះវិញគាត់ក៏ទាយដឹងថារឿងនេះនឹងកើតឡើងផងដែរដោយសេះគឺវាមានទម្លាប់ខុសៗគ្នាដោយសេះរបស់ចៃរ៉ូគឺរាល់ពេលណាដែលវាដកដង្ហើមបាន8ដងវានឹងកិច្ចក្បាលរបស់វាទៅខាងឆ្វេងម្ដងហើយនឹងធ្លាក់ល្បឿនកំពុងតែដេញដែលស្មើនឹងដៃគ្នាទៅហើយចៃរ៉ូក៏ឆ្លៀតសួរទៅ Diego ថាអំបែងមិញគឺអីគេរីឯ Diego ក៏ឆ្លើយឌឺដងថានេះគឺជាតិចនិចសម្រាប់អ្នកបកាយហើយការប្រណាំងរបស់ឯងដូចអាល្ងងម្នាក់អញ្ចឹងហើយចៃរ៉ូក៏ដូចជាមើលដឹងថា Diego គឺចេះមើលទម្លាប់របស់សេះហើយក៏និយាយទៅកាន់ Diego ថាអីគេនិយាយពីទម្លាប់សត្វរបស់សេះមែនលេងសើចទេអីមិនតែសេះណាមានទម្លាប់ស្អីទេ Diego គាត់ក៏តបវិញថាជឿមិនជឿគឺវាមិនសំខាន់ទេអីដែលសំខាន់គឺជាការពិតដែលសេះពិតជាមានទម្លាប់អញ្ចឹងមែនហើយក៏បោសេះធួចៃរ៉ូបាត់ទៅចៃរ៉ូក៏បានសួរសេះខ្លួនថាមានទម្លាប់អញ្ចឹងមែនហើយមិនក៏មិនដែលប្រាប់ខ្លួនអញ្ចឹងតែទម្លាប់អីគេហើយចៃរ៉ូក៏បានស្ងប់អារម្មណ៍វិញរួចគេនិយាយថាពិតជាមានការប្រកួតដែលមានសមត្ថភាពច្រើនមែនទែនប៉ុន្តែឯងមិនបាច់បដូរទម្លាប់របស់ឯងទេហើយក៏ទាញស្ទាយបលរបស់ខ្លួនបង្វិលជើងខាងក្រោយរបស់សេះហើយក៏ដឹងថាទម្លាប់របស់សេះខ្លួនគឺដកដង្ហើមហើយងាកក្បាលដោយសារការស្ពានរបស់វាធ្វើឲ្យកម្លាំងជើងសេះរបស់ចៃរ៉ូខ្លាំងដល់ថ្នាក់ជាន់ស្ពានបាក់ហើយចុះនេះដែលបានមើលពីក្រោយក៏ចាំតិចនិចមួយនោះថាព្រោះវាធ្លាប់ធ្វើឲ្យចុះនេះក្រោបឈរបានម្ដងកាត់មកបរោះ Cashier វិញដែលក៏កំពុងញ៉ាំអាហារពេលព្រឹកហើយនិយាយថាយប់មិញគឺដេកលក់ស្រួលដល់ហើយក៏បានឃើញ Poco Loco រអ៊ូថាយប់មិញសត្វល្អិតច្រើនដល់ហើយឡើងគាត់រាប់ចំនួនរបស់វាយំឡើងអត់បានសោះ Poco Loco បាននិយាយថាឥឡូវខ្លួនរៀបចំរួចរាល់ហើយសម្រាប់ការប្រកួតប៉ុន្តែពេលក្រឡេកមើលកន្លែងប្រណាំងគឺគេបានរត់ទៅដល់1000ម៉ែត្រជាងបាត់ទៅហើយក៏បានសួរម៉ោងទៅកាសៀ Poco Loco ក៏បានស្រមៃឃើញពេលខ្លួនទៅរកគ្រូទាយដែលគាត់បានទាយថា2ខែក្រោយនេះ Poco Loco ចង់ធ្វើអ្វីក៏បានសម្រេចដែរហើយក៏បានផ្ដែផ្ដាំឲ្យ Poco Loco ធ្វើតាមចិត្តតាមបេះដូងទៅព្រោះគ្មានសត្រូវណាធ្វើឲ្យ Poco Loco ខ្លាចបាននោះទេ Poco Loco បានលូតលឺឡើងក្នុងសេះហើយក៏និយាយថាខ្ញុំមិនដែលធ្លាប់លើជីកលើដីបែបនេះទេដែលវាពិតជាស្រួលមែនតើពីមុនមកខ្ញុំមិនដែលជីកចឹងទេខ្ញុំ Poco Loco នឹងវិលទៅមុខហើយនឹងធ្វើឲ្យសេះអ្នករកគ្នាវិលថក់ចេញពីកន្លែងនោះ Chapter ទី7លេងនៅពេលដែល Poco Loco កំពុងតែនៅលើក្នុងសេះនឹងរអ៊ូថាបើខ្លួនមានសំណាងខ្លាំងមិនក៏ដេកលក់ពេលដែលចាប់ផ្ដើមការប្រកួតអញ្ចឹងហើយក៏បានសរសើរថាដីដែលខ្លួនកំពុងជីសេះនេះពិតជាដីល្អមែនជីសុកក៏តាមតអ្នកផ្សេងទៀតប៉ុន្តែពេលនោះ Poco Loco ព្យាយាមចូលចិត្តស្រាប់តែមានដីជាច្រើនប៉ើងចូលមុខមាត់របស់គាត់ប៉ុន្តែក្រឡេកមើលច្បាស់វិញវាឃើញថាវាជាកំទេចនឹងកាក់មាសភ្លាមនោះស្រាប់តែមានស្រីស្អាតម្នាក់ត្រូវបានកំទេច
cái sạch nó khó cho ai được bao cọt tại thuê được môi chỉ khăn cốt có ban hay hơn trên sách sau xây ở phố của lũ khởi tại sao trong một bạn này và hai về chân nhôm lần hai có tha poco mình cầm bông tại chỉ pu này chia sẻ để nó bị một có ba mặc đỏ phớt cho nó mùi đời pu cái smart thả với chia phơi để ra tại miền bó đỏ mình nè bán chỉ ca tam nằng để bó đỏ trên điều mình nè nụ để pu cái này giấy nút cứ chỉ sen mền để bán họ tàu nằng láng nồm giảm bắn bật sập để ra sen mền rốt lên bị pu cái thả sen mền cầm bông chia sẻ thức đinh tạm pu cái thả sen mền ban bảo ở pu cái chỉ tam lần này còn té bó đỏ mình nè chỉ có bán này thả bà sẽ gì giờ đa tam lần này mền biết là tới lượn pro thả với chip phơi cả còn té và hai dân tơ mình ta tỷต่อtừ cái bình ở thế mà toàn chập hỏng phố khổ của ban chi xe là bọc lớn đốt cắt rồi nút thêm mà đồng đã có ban họ cắt sen mền tiền phố khổ ban này thả luôn cơ chịu bảo đó đại miền sầm nàng mui khi đang chuẩn nằm pram rồi liền nhẹ hai kilo nâng chích nè tập tiếp theo bình còn tại họ mình toàn nâng đò không có biết lẹ sen mền của ban bạp ở phố khổ prak xài để dốc một chiều bụi hai con của ban tao làng trong bể đại sen mền láng một đò đại hai phố kê chẳng pì của ban phần nắng khnia mình nè rụt hay là mình nè tiệt chi sẻ phố khổ có cách không chơi thả bảo đó mình nè đi cứ thả luôn những này xa tại rút răng mến mới sẽ tu có đại một phố cái ban khơi có rồng nè bản năng thôi phố cổ đâm phớp chỉ cái làng hai cậu ban đã su khi su ấy bình năng thả là cái nè lệch môi hay lục ai lệch môi mến mất bàn chi dư mấy hai giường ban lư ca bật cà bị ấp gì thả phố kề ban thưa đầm nà ban trong ngày và mối pon mai thải hai nè đại nó một kê nó cử trái rồi trái beli hai phố cổ ban ra u thả theo mạch bà đạp bé rất nhẹ lên một quỳnh cho nên ban cây rong chia thả trái rồi nó áp không làng nó bê đại xe ra bao cỏ rốt ban pi pon mai chương tiệt hỏi biết nó chia ca ra bao cỏ đạp bay vẫn thang lưỡi đạp bay ta mình toàn trái rồi sầm ráp cọt cá nè nằng rong buồn lùi với mình mê chia vây tay sầm khán thì ấy là sầm khán cứ ca spin đã áp còn băng đủ trên đồng bồn có từ ra trong ngày ở ban chật trái rồi dần rút trang phần năng lấy cái làng nó bê đại đó trong ngày chất pi pon mày có môn thì cực sắp thả trái rồi bán boss đầm để copy play thom đà gì của ban sai thả trái rồi cứ trong chi tam play cắt hai play nữa cứ chỉ play play hai gì ban pra thả với nó miếng có rút nè con ca phần năng không play pro vì miếng nam chờ đôi chi tràn hai của viên miếng play cắt để thua ở xe bị bạo rút phòng đài con tay bật sân bờ trái rồi ai rút copy play nữa con là chỗ được căn chết bông phật này cố đào để cầm bóng tay bật ca nè đại chi bị cài còn sắm bát chết thả chỗ play tám trái rồi đại trong nửa rùa miền cho nì đừng phố khổ cho nì bán cái thả trái rồi cuốn hơi mền bà chỉ cắt play chân mền có thằng anh mới đọc bùa hay xe cổ mà anh mình thôi là bươn má này trái rồi bán cho tụi con play hay bán chi sẻ cách bắt mò chừng đại các con xe bao trái rồi cứ bắt chỉ lão mền đại có bán kịch bị mê trời chỉ tràn hai thua vì mình anh bắt bỏ bản cho nì có bán cái lệnh mở phố khổ có khơi thả phố khổ bán bắt này để cho nì bán khơi thả các bắt về bỏ phố khổ mình men chỉ ca pay khai như thế mình thấy cứ chỉ phiếp chưa trẻ hay phố khổ ban bao xe bao luôn chỗ play để chia nhẹ tí pì để ca chỗ play mình tốt bị trái rồi bắt đầu là chẹt thở tim một bay mò những khơi thả phố khổ cũng bông đẹp bao xe giang lượn tặng bắt này để phiếp chưa trẻ chưa thả luôn cứ chơi bao đó xong nang report không bị bóc lục không trong nào bám rồi liền nhẹ cắt mỏ này tu sna mình đã ra tại các phần năng chỗ không play bô kê các ban chi bông họ đầm bay mơ caประกวดcắt mất không play mình những khơi thả chỗ nì ban bắt đàn đã bao trái rồi để không mình ai đâu khơi trái đó lô tề nơi pe nụ không ca ประกวด những khơi thả nè ประกวด មួយចំនួនបានប្រើវិធីសាស្ត្ររបស់ពួកគេដើម្បីគេចផុតអំពីគោលឈើដែលពួកគេបានជីកាត់ដូចជាមេអាប៉ែនេះប្រើកំភ្លើងបាញ់មែកឈើឲ្យបាក់ហើយក៏យកមែកឈើនោះបោះទៅឲ្យអ្នកខាងក្រៅឲ្យរបួស អ្នកខ្លះទៀតប្រាដាវដើម្បីកាត់មែកឈើហើយនៅពេលដែលគាត់កាប់មែកឈើអត់បាក់ក៏ធ្វើឲ្យដាវរបស់គាត់ជាប់នឹងមែកឈើដកមកមិនរួចហើយក៏យោងជាប់នឹងមែកឈើនោះទៅរីឯអ្នកដែលមកពីក្រោយក៏បានជីបុកគាត់ធ្វើឲ្យធ្លាក់ទៅលើសេះទាំងអស់គ្នាកាត់មកមើលផូខូវិញគាត់បានបិទភ្នែកមិនទាន់បើកនៅឡើយទេដែលចុងនេះក៏សរសើរក្នុងចិត្តផងដែរប៉ុន្តែចុងនេះក៏បានវ៉ាផូខូហើយក៏បានឲ្យសេះរបស់ខ្លួនធាក់មែកឈើឲ្យលងទៅបុកក្បាលនឹងផូខូដែលធ្វើឲ្យក្បាលរបស់ផូខូចេញឈាមបន្តិចផងដែរហើយមែកឈើនោះក៏លងត្រឡប់មកវិញបុកផូខូចំកន្តាមុខតែម្ដងតែធ្វើឲ្យផូខូធ្លាក់ទៅលើក្នុងសេះកាត់មកចៃរ៉ូដែលកំពុងនាំមុខឲ្យហើយវិញក៏បានជីសេះកាច់ចូលកាច់ឡើងដើម្បីគេចពីមែកឈើភ្លាមៗនោះចៃរ៉ូស្រាប់តែមានអារម្មណ៍ថាមានអ្នកដែលកំពុងតែតាមខ្លួនពីក្រោយប៉ុន្តែងាកមើលមិនឃើញសោះប៉ុន្តែងាកមើលម្ដងទៀតក៏ឃើញថាសេះដែលគ្មានម្ចាស់ក៏គាត់ក៏មិនខ្វល់ទៅប៉ុន្តែពេលក្រឡេកមើលច្បាស់ទើបដឹងថានោះគឺផូខូដែលជាប់ជើងរបស់គាត់នឹងសេះដោរបស់សេះ
ដែលបានអូសគាត់មកអាវ៉េសំណាងដោយគ្រូនឹងទាយមែនកាត់មកចូលនេះកំពុងតែដេញតាមពីក្រោយក៏បានឃើញចៃរ៉ូហើយក៏ឃើញថាផូខូគឺចិត្តទៅដល់ចៃរ៉ូហើយផូខូក៏បានស្រែកថាមិនគួរជឿទេដែលខ្លួនសំណាងដល់ថ្នាក់នេះហើយចូលនេះគិតថាប្រហែលផូខូបានគិតរឿងទាំងអស់នេះឡើងនៅក្នុងក្បាលក៏ដូចហើយក៏ព្រមឲ្យចូលនេះប្រាសេះធាក់អញ្ចឹងដែលក៏មិនដឹងទេថាផូខូគ្រាន់តែសំណាងប៉ុណ្ណោះដោយសារតែឃើញផូខូមកចិត្តខ្លួនពេកចៃរ៉ូក៏សម្រេចចិត្តថាទាញស្ទាបរបស់ខ្លួនចេញមករួចក៏គប់បាល់ទៅដើមឈើចំនួន2ដែលធ្វើឲ្យវាញែកចេញជាផ្លូវឲ្យចៃរ៉ូជិះឆ្លងកាត់ហើយផូខូដែលក៏បានដេញតាមផ្លូវរបស់ចៃរ៉ូហើយដែលគិតថាប្រហែលជាវាមិនអាចប៉ះគាត់បានទេប៉ុន្តែបាសរបស់ចៃរ៉ូក៏បានហោះទៅរកគាត់វិញតែធ្វើឲ្យដើមឈើនៅរួមជួមកហើយក៏ធ្វើឲ្យផូខូបុកនឹងដើមឈើយ៉ាងដំណំហើយចៃរ៉ូក៏បានចេញមកផ្លូវធម្មតាវិញហើយអ៊ំស៊ីបានប្រកាសថាចៃរ៉ូជាអ្នកលេខ1ដែលបានចេញពីព្រៃដំបូងគេហើយក៏គ្មានរបួសស្នាមផងដែរប៉ុន្តែអ៊ំស៊ីបានប្រកាសបន្ថែមទៀតថាមានមនុស្សម្នាក់ទៀតដែលចេញមកពីក្រោយចៃរ៉ូយ៉ាងជាប់ជាខ្លាំងដែលបរិបម្នាក់នោះគឺផូខូហើយក៏បានស្រែកថាខ្លួនជាបរិបសំណាងជាគេបង្អស់ចៃរ៉ូចង់មែនតែនអាខ្មៅនៅក្រោយនេះណាគេហើយក៏គិតថាប្រហែលផូខូមានជំនាញលាក់កំបាំងហើយទើបអាចរត់មកដល់ទីនេះបានហើយអ៊ំស៊ីបានប្រកាសថាយើងបានឃើញស្លាកសញ្ញា 4000 ម៉ែត្រហើយនៅពេលដែលចូលពីលើភ្នំគឺនៅសល់តែ 2000 ម៉ែត្រទៀតទេដែលនៅដល់ទីនៃស្ទេកហើយ